បាទនេះរូបថតស្ដែងពីព្រះភិក្ខុច័ន្ទមនីដែលព្រះអង្គទ្រង់ធ្វើទុដងរុក្ខមូលនៅលើកំពូលភ្នំតែម្ដងបងប្អូនហើយសកម្មភាពនេះគឺព្រះអង្គតែងតែធ្វើជារៀងរាល់ពេលល្ងាចមានយកដីខ្សាច់យកមកព្រាចថ្វាយធ្វើជាគ្រឹះនៃព្រះចេតិយនេះអក្សរដែលបានស្ដែងនៅក្នុងរូបថតហ្នឹងបាទមែនតើទៅគួរតែផ្ដល់នូវការស្ងើចសរសើរព្រះអង្គបើសិនជាប្រការនេះវាជាការពិតមែនដូចជាមិនងាយនឹងមិនដែលឃើញលោកធម្មតាដែលទៅធ្វើបែបយ៉ាងនេះទេបងប្អូនព្រះអង្គទ្រង់យកដីខ្សាច់មកធ្វើជាព្រះចេតិយដើម្បីថ្វាយបង្គំសបងសរងនឹកទៅដល់គុណកែវទាំង3អានេះខ្ញុំមិនមានការចេះដឹងផ្នែកពធទេគ្រាន់តែចង់បង្ហាញពីរូបថតដែលព្រះអង្គបានធ្វើប្រធរនៅក្នុងព្រៃបាទនៅលើកំពូលភ្នំហើយរូបថតនេះត្រូវបានដាក់តាំងនៅក្នុងសុគន្ធកុដិមួយនៅកោះគុកធ្លកដែលខ្ញុំបានផ្ដិតយករូបថតនេះដើម្បីចែកជូនបងប្អូនឲ្យបានទស្សនាហើយបើសិនជារូបថតនេះมันមានប្រការអីដែលគួរចាប់អារម្មណ៍យ៉ាងណាសូមបងប្អូនខន្តីផងអធិស្ឋានហើយការបាត់ដំណឹងរបស់ព្រះអង្គមួយរយៈមកនេះមិនដឹងថាព្រះអង្គលោកទ្រង់និមន្តទៅដល់ទីណាទេទៅធ្វើធម៌នៅទីណាទេសូម្បីតែខ្ញុំបានទៅសាកសួរទៅដល់គណៈកម្មការចារវត្តលោកយាយលោកតាដូនជីដែលខំប្រឹងធ្វើចង្ហាន់វ៉ាន់ជូនប្រចាំថ្ងៃហ្នឹងក៏អត់ដឹងដែរបាត់ព្រះកាយភ្លាមនៅវេលាម៉ោងទីភ្លឺមិនដឹងថាព្រះអង្គទៅណាឲ្យឡានមួយគ្រឿងនៅដែលជាឡានសម្រាប់ដឹកព្រះអង្គកន្លងមកនៅបងប្អូននៅក្នុងវត្តចតចោលក្នុងវត្តហ្នឹងអត់ឡានក៏អត់យកទៅដែរនៅក្នុងហ្នឹងតែម្ដងបាទអញ្ចឹងមិនដឹងថាព្រះអង្គទៅធ្វើដូចរូបថតនេះកាលពីមុនឬក៏ព្រះអង្គទៅនៅភ្នំណាមួយក៏មិនដឹងណាបាទហើយនេះគឺជាសុគន្ធកុដិយើងនិយាយថាសុគន្ធកុដិចុះបាទឬក៏អាស្រមដែលព្រះអង្គធ្លាប់បានមកធ្វើសម្តបៈធម៌នៅលើកោះគុកធ្លកទោះបីវត្តនេះទទួលបានការកសាងយ៉ាងណាក៏ដោយក៏មិនភ្លេចនៅរំលឹកអំពីស្នាមពហុរបស់ព្រះអង្គការនៅក្របងប្អូននៅឡើយបងប្អូនមានន័យថាគាត់នឹងគឺគេធ្វើក្រពីលើមកក្រពីលើអញ្ចឹងទៅដើម្បីឲ្យកុំឲ្យមេឃភ្លៀងផ្គរខ្យល់អីវាមកប៉ះឆាប់ខូចអញ្ចឹងធ្វើរោងពីលើមកមួយទៀតដើម្បីរក្សានៅកុដិនេះឲ្យបានយូរបាទហើយនៅក្រោមដើមអាស័យបែរមុខទៅទិសខាងត្បូងបាទសម្រាប់កុដិមួយនេះអរគុណពុកម៉ែបងប្អូនទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីមេត្រីខ្ញុំបាទសូមនិយាយរឿងមួយចំនួនតាក់ទងនៅក្នុងវត្តសុទ្ធនាពេលបច្ចុប្បន្ននេះក្រោយពីព្រះភិក្ខុច័ន្ទមនីព្រះអង្គនិមន្តទៅធ្វើធម៌នៅក្នុងព្រៃទៅបងប្អូនតែងតែមានសំណួរសួរថាតើព្រះអង្គទៅឯណាហើយពេលនេះបានដឹងដំណឹងព្រះអង្គឯនៅហើយស្ថានភាពវត្តនោះយ៉ាងម៉េចដែរបងប្អូនតាក់ទងនឹងដំណឹងថាតើព្រះអង្គទ្រង់ទៅធ្វើធម៌នៅណាមកដល់ពេលនេះនៅមិនទាន់បានដឹងនៅឡើយទេគ្មានប្រភពណាអាចនឹងបញ្ជាក់ថាព្រះអង្គទ្រង់ទៅធ្វើធម៌នៅភ្នំខ្មោចឬក៏ខេត្តពោធិ៍សាត់វាលវែងវាលមិនវែងឯណាក៏មិនដឹងដែរប៉ុន្តែយើងមកមើលពីទស្សនវិជ្ជានៅក្នុងវត្តវិញសួរថាតើលោកយាយលោកតាអ៊ំពូមីងនៅក្នុងវត្តនោះប្រែប្រួលយ៉ាងម៉េចមានបញ្ហាអីខ្លះក្រោយពីអវត្តមានរបស់ព្រះអង្គជំរាបជូនថាខ្ញុំបានទៅសាកសួរលោកយាយលោកតាអ៊ំពូមីងគ្រប់ទាំងអស់សូម្បីតែជាងក៏សួរដែរបងប្អូនជាងសួរគាត់ដែរគាត់ថាសំណោះអាឡោះអាឡៃណាពេលដែលបាត់ព្រះអង្គទៅប៉ុន្តែយាយតាមីងមាបងប្អូនទាំងអស់កំពុងតែទន្ទឹងរង់ចាំថាថ្ងៃណាមួយឬក៏ផុតរដូវវស្សានេះទៅនឹងមកព្រះអង្គនឹងនិមន្តមកវិញបាទពួកគាត់នៅតែសង្ឃឹមថាព្រះអង្គនឹងនិមន្តមកវិញណាជាងក៏អញ្ចឹងដែរក៏សង្ឃឹមដូចគ្នាអញ្ចឹងដែរថាព្រះអង្គនឹងទ្រង់និមន្តមកវិញដើម្បីមកអដែងណែគ្រប់គ្រងនិងកសាងវត្តសុទ្ធនេះសាជាថ្មីហើយផ្ដល់នៅការទេសនាផ្សេងទៅដល់បងប្អូនពុទ្ធបរិស័ទដែលបានជួយទៅកាន់វត្តសុទ្ធចឹងទៅហើយស្ងាត់ឲ្យជ្រាបបងប្អូនស្ងាត់ឲ្យជ្រាប
និយាយតាមមួយចំនួនខ្ញុំសួរទៅថាក្រោយវិបត្តិព្រះអង្គទៅវត្តអត់មានមនុស្សទេអត់មានមនុស្សទេហើយខ្ញុំទៅដល់កន្លែងអ្នកលក់ដូរទៀតព្រោះគាត់មិនបានថតអីណាគាត់សំណេះសំណាលអ្នកលក់ដូរក៏មានប្រសាសន៍ដែរថាតាំងពីបាត់ព្រះអង្គទៅលក់លេខដាច់ចុះមានមនុស្សណាទៅបងប្អូនលក់នៅខាងត្បូងខាងលិចវត្តតែមិនមែនលក់ក្នុងវត្តទៅផ្សេងមករបស់វត្តទេនៅខាងក្រៅវត្តបាទអត់មាននរណាទៅដូចចឹងលក់អត់ដាច់ដែរចឹងមានបាតុភិបមួយចំនួនដែលកើតឡើងនៅក្នុងវត្តចន្ទបច្ចុតនារាមហៅវត្តសុទ្ធហ្នឹងគឺត្រង់ថាស្ងាត់ជ្រាបតែម្ដងបងប្អូនមានអ្នកខ្លះទៅដែលអ្នកខ្លះទៅហ្នឹងដែលមិនដឹងថាព្រះអង្គទ្រង់និមន្តនៅនឹងឬអត់ដឹងតំណែងថាព្រះអង្គបាត់បកាយអញ្ចឹងណាអញ្ចឹងចេះទៅតាមពិតគឺគាត់អត់ដឹងទេបើសិនជាដឹងថាមុនចេញពីវត្តហើយក៏គាត់មិនទៅដែរបាទអញ្ចឹងនេះគឺជារឿងដែលគួរឲ្យសោកស្ដាយមួយសម្រាប់លោកយាយលោកតាអ៊ំពូមីងដែលគាត់ឧបត្ថម្ភវត្តគាត់យំបងប្អូនយំពីខ្លះនឹកព្រះអង្គយំលោកយាយដែលគាត់អ្នកជូតចានជូតឆ្នាំងសម្រាប់ធ្វើចង្ហាន់គាត់យំហើយលោកយាយដែលនៅរូងមួយនៅកណ្ដាលវត្តខាងជើងនៃព្រះវិហារហ្នឹងក៏យំសួរគាត់និយាយអត់ចាញ់ទេគាត់យំស្ដាយព្រះអង្គណាគណៈកម្មការអាចារ្យវត្តនៅតែធ្វើការកសាងដដែលបងប្អូនកុំមានការភ័យអីមានន័យថាកិច្ចការកសាងផ្សេងដែលមានគម្រោងហើយហ្នឹងគឺធ្វើទៅតាមដំណើរលុយអត់មានខ្វះឲ្យជាងទេបាទហើយជាងក៏នៅតែធ្វើពេញដៃពេញជើងដូចតែព្រះអង្គនៅចឹងដែរមិនឲ្យបងប្អូនបារម្ភថាអូបាត់ព្រះអង្គទៅលែងមានការកសាងដែលទីភូពវិហារអត់ទាន់ហើយទេបងប្អូនវិហារអត់ទាន់កសាងហើយទេបានមួយចំនួនធំសាលាឆាន់បលបងហើយឲ្យលបងហើយក្នុងវត្តសុទ្ធហ្នឹងគឺចាក់សិទ្ធកៅស៊ូបងប្អូនក្រាលកៅស៊ូផ្លូវក្រាលកៅស៊ូហ្មងអត់ឲ្យបងប្អូនពិបាកធ្វើដំណើរទេបើទៅកោះគុកធ្លុកឯនោះហត់តែរីកចម្រើនខ្លាំងគួរឲ្យរីករាយគួរឲ្យត្រេកអរនឹងមនុស្សរួមមែនតែនសម្រាប់វត្តសុទ្ធហើយនឹងកោះគុកកូនធ្លុកនេះបាទមានន័យថាព្រះអង្គរៀបចំស្អាតណាស់នៅក្នុងវត្តនេះហើយសង្ឃឹមថាព្រះអង្គនឹងនិមន្តមកគ្រប់គ្រងនៅវត្តនេះឡើងវិញបាទនៅពេលខាងមុខដ៏ខ្លីនេះឬក៏ចេញភាសាឲ្យព្រះអង្គនិមន្តមកឬក៏យ៉ាងម៉េចបាទបើសិនជាមានព័ត៌មានណាប្រែប្រួលថាព្រះអង្គនិមន្តមកឬក៏យ៉ាងម៉េចខ្ញុំបាទនឹងជម្រាបជូនបងប្អូនជាបន្តទៀតហើយបញ្ជាក់ជូនបងប្អូនមីងមីលោកយាយលោកតាថាវីដេអូរបស់ខ្ញុំនេះគឺខ្ញុំផ្ដិតយករូបថតមកបង្ហាញជូនបណ្ណេះទេទស្សនវិជ្ជាបណ្ណេះទេបងប្អូនណាហើយវីដេអូក្រោយខ្ញុំនឹងនិយាយអំពីលោកឪសួងដែលព្រះអង្គបានធ្វើជារូបសំណាក់លោកឪសួងសឹងនៅក្នុងកុដិអាស្រមមួយនៅក្នុងកោះគុកធ្លុកហ្នឹងវីដេអូក្រោយខ្ញុំនឹងចេញនឹងជូនបងប្អូនឲ្យបានទស្សនាអរគុណបាទ